ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកនរគ្នាខ្ញុំឈ្មោះរ៉ាន់ច័ន្ទបរមីតំណាងឲ្យក្រុមទី7សិក្សាជំនាញវិស្វកម្មអគ្គិសនី Department ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិចំនួនទី20នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជានឹងធ្វើវីដេអូបទបង្ហាញអំពីមេរៀន Retro Reflective Sensor with MSR នៅក្នុងមុខវិជ្ជា Sensor and Alarm System ក្រុមរបស់នាងខ្ញុំរួមមានសុកដាវីច័ន្ទណានិងខេមរាយើងចូលទៅដល់មាតិកានៃមេរៀនយើងចង់និយាយចំនួន4ចំណុចគឺចំណុចទី1និយមន័យចំណុចទី2និយមពីឧបករណ៍ចំណុចទី3របៀបនៃការដំឡើង Retro Reflective Sensor និងចំណុចទី4ដំណើរការនិងការ test sensor ចំណុចទី1និយមពីនិយមន័យរបស់ Retro Reflective Sensor គឺជា sensor មួយប្រភេទដែលប្រើបាច់ពន្លឺដើម្បីចាប់យក object ឬវត្ថុទី2គឺនិយមពី MSR ឬហៅថា Mirror Surface Rejection គឺជាឧបករណ៍ចំណាំងផ្លាតដើម្បីឲ្យ sensor អាចចាប់យកបាច់ពន្លឺបាននិយមពីចំណុចទី2គឺនិយមពីឧបករណ៍នៅក្នុងដំណើរការនេះរួមមានបង្គោលជំនួយក្តារបតនិងតួនាវីបន្ថែមពីលើនេះទៀតក៏មានឧបករណ៍ផ្សេងទៀតជា Disjunctor Power Supply Terminal Relay អំពូលហើយនិង object ឥឡូវនេះយើងចូលទៅដល់ចំណុចទី3របៀបនៃការដំឡើង Retro Reflective Sensor ដើម្បីដំឡើង Retro Reflective Sensor បានយើងត្រូវមានក្តារបតមួយហើយមានបង្គោលជំនួយដែលបង្គោលជំនួយទាំងពីរត្រូវដាក់ពីលើក្តារបតហើយស្ថិតនៅចម្ងាយ20 សង់ទីម៉ែត្រពីគ្នាហើយនេះគឺជា Retro Reflective Sensor របស់យើងដែលមានផ្នែក emitter និងផ្នែក receiver បន្ទាប់មកយើងត្រូវយក sensor របស់យើងទៅដំឡើងជាមួយនឹងបង្គោលជំនួយបន្ថែមពីនោះទៀតយើងត្រូវមានបន្ទះ MSR ក៏ត្រូវយកទៅភ្ជាប់ជាមួយនឹងបង្គោលជំនួយរបស់យើងផងដែរចំពោះ Retro Reflective Sensor របស់យើងមានជើងចំនួន3ដែលជើងទាំង3ត្រូវភ្ជាប់ជាមួយ terminal ហើយពណ៌ខ្មៅយើងត្រូវភ្ជាប់ជាមួយនឹង output ពណ៌ត្នោតយើងភ្ជាប់ជាមួយនឹង pole បូកហើយចំពោះពណ៌ខៀវយើងភ្ជាប់ជាមួយនឹង pole ដកសម្រាប់ចំណុចបន្ទាប់យើងចូលទៅដល់ដំណើរការនិងការតេស្ត Retro Reflective Sensor នៅក្នុងមេរៀននេះយើងសិក្សាពីរលក្ខខណ្ឌគឺលក្ខខណ្ឌ Dark Mode និងលក្ខខណ្ឌ Light Mode ចំពោះលក្ខខណ្ឌ Dark Mode sensor អាចដំណើរការទៅបាននៅពេលដែលមាន object ឆ្លងកាត់ sensor ចំពោះលក្ខខណ្ឌ Light Mode វិញ sensor ដំណើរការទៅបាននៅពេលដែលគ្មាន object ឆ្លងកាត់ពីមុខ sensor ឥឡូវនេះយើងចូលទៅដល់ដំណើរការនៃការ test sensor ជាក់ស្ដែងរបស់យើងបើក Disjunctor ដើម្បីឲ្យ sensor ដំណើរការដែលនៅក្នុងលក្ខខណ្ឌនេះយើងកំពុង test លក្ខខណ្ឌ Dark Modeនៅពេលដែលយើងតេស្តលក្ខខណ្ឌ Dark Mode ចប់ដើម្បីចូលទៅដល់លក្ខខណ្ឌ Light Mode បានយើងត្រូវបដូរជើងពីចំណុច Dark Mode ទៅចំណុច Light Mode ជាចុងក្រោយនៃវីដេអូដែលក្រុមយើងខ្ញុំធ្វើបទបង្ហាញអំពីមេរៀន Retro Reflective Sensor ក៏បានឈានដល់ទីបញ្ចប់ក្រុមយើងខ្ញុំសូមអរគុណដល់លោកគ្រូអ្នកគ្រូនិងសិស្សនិស្សិតទាំងអស់ដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់